ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទដោយសារតែមានបងប្អូនខមមិនសួរខ្ញុំថាចង់ដឹងពីរបៀបលុប profile Facebook តើគេលុបកន្លែងណាគេទៅលុបធ្វើមិនអញ្ចឹងណាបាទអញ្ចឹងដើម្បីដឹងថាតើគេលុប profile Facebook ហ្នឹងគេលុបមិនហើយគេដោះវិញមិនឥឡូវយើងចូលទៅកាន់ Facebook របស់យើងតែម្ដងទៅបងប្អូនអរគ្នាបាទអញ្ចឹងយើងចូលមកដល់ Facebook របស់យើងចុចទៅលើពាក្យចុចទៅលើ profile បងប្អូនបាទបងប្អូនចុចទៅលើ profile មកបងប្អូនចង់លុបវាគឺបងប្អូនចូលទៅលើត្រី3មកនេះត្រី3នៅខាងមុខបងប្អូនត្រី3នៅខាងមុខedit profile ហ្នឹងបាទចុចត្រី3មកពេលបងប្អូនចុចទៅលើត្រី3បងប្អូននឹងឃើញមានមុខងារជាច្រើនបាទរាប់លើបាទ1 2 3 4 5 6 7បាទទី7គឺគេដាក់ថា lock profile នេះបងប្អូនចុចទៅលើពាក្យ lock profile នេះបងប្អូនបាទបន្ទាប់មកបងប្អូនចុចទៅលើពាក្យ lock your profile ខាងក្រោមទៅទៀតបាទអញ្ចឹងបងប្អូនចាំមួយផ្លែតបាទហើយបន្ទាប់មកយើងចុចទៅលើពាក្យ OK នេះមួយទៀតបាទព្រោះហ្នឹងគឺ Facebook របស់បងប្អូនគឺត្រូវបាន lock profile ហើយគឺអត់មានអ្នកណាអាចចូលមកឆែកមើលtimeline ឬក៏នៅក្នុង Facebook បងប្អូនទេបាទដោយសារបងប្អូនបាន lock profile ហើយប៉ុន្តែបើសិនជាបងប្អូនប្រើ lock profile ដដែល Facebook ដូចជានឹងប្រើទៅអីបងប្អូនវាដូចជាអត់មានដំណើរការអីយើងផុសអីក៏ផុសកើតអីក៏កើតដែរយើងបានត្រឹមតែបាក់ទុកបើកមើលគេអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនខ្លះក៏ចង់ដឹងថាឥឡូវចង់ដោះវិញដោះមិនបាទអញ្ចឹងដើម្បីបងប្អូនដោះ lock profile ចេញគឺបងប្អូនចូលទៅលើត្រី3ដដែលបងប្អូនបាទអញ្ចឹងបងប្អូនចុចដើររកពាក្យកន្លែង lock profile មិញហ្នឹងឥឡូវគេដាក់ពាក្យដាក់ថា unlock profile វិញបាទអញ្ចឹងបងប្អូនចុចទៅលើពាក្យ unlock profile នេះបងបន្ទាប់មកគឺបងប្អូនចុចទៅលើរូបសោខាងលើនេះកន្លែងគេដាក់ unlock លើចុចទៅលើរូបហ្នឹងមកហើយបន្ទាប់មកបងប្អូនចុចទៅលើពាក្យ Q ខាងក្រោមគេដាក់ unlock your profile បាទអញ្ចឹងបងប្អូនរងចាំវាបន្តិចបាទបន្ទាប់មកយើងចុចទៅលើ OK ចុងក្រោយគឺជាការស្រេចអញ្ចឹង Facebook របស់បងប្អូនលែង lock profile ហើយគឺធម្មតាឡើងវិញបងប្អូនបាទនេះគឺជារបៀប lock profile Facebook ឬក៏ហើយបន្ទាប់មកយើងដោះ lock មកវិញបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ